វាជាព្រឹត្តិការណ៍ដ៏ចម្លែកមួយការរួចហើយដល់ពេលដែលយប់សន្តានេនោះកូនកន្លោះងើបឆ្ងក់បានមកអង្គុយតាក់អន្ទើមកអង្គុយយំរៀបរាប់ថានឹកម្ដាយបានអត្ថបទសារព័ត៌មានអស់នោះមានខ្លឹមសារដូចតទៅបាទជាធម្មតាយប់សន្តានេគឺជាយប់មួយដែលមានតែក្តីសោកដ៏ពេញលេញរបស់កូនកំលោះកូនកំមុំក្រោយពីហត់នឿយបន្ទាប់ពីរៀបការពេញមួយថ្ងៃតែផ្លែអីកូនកន្លោះម្នាក់នេះបែរជាងើបឡើងអង្គុយទឹកភ្នែកទឹកសម្បោបោកយំសោកបោកខ្លួនទាំងកណ្ដាលយប់នៅយប់សន្តានេរបស់ខ្លួនព្រោះតែមូលហេតុដ៏គួរឲ្យហួសចិត្តតែម្ដងបាននៅក្នុងនោះផងដែរកូនកំមុំដែលជាជនជាតិឥណ្ឌូនេស៊ីបានបង្ហោះវីដេអូមួយនៅតាមបណ្ដាញ TikTok ដោយបានឲ្យដឹងថានាងនិងស្វាមីបានតាក់ទងគ្នាជាយូរមកហើយទើបតែបានចូលរោងការថ្មីនេះដោយគ្រប់យ៉ាងបានបញ្ចប់ទៅដោយរលូនតែម្ដងហើយដោយឡែកស្រាប់តែមកដល់យប់សន្តានេមិនដឹងកើតអ្វីសក់ស្វាមីរបស់នាងក៏បានអង្គុយយំខ្លាំងយំមិនឈប់យំដល់ហត់ដែលធ្វើឲ្យនាងឆ្ងល់មិនអស់ចិត្តឡើយនាងក៏បានងើបទៅលួងព្រមទាំងសួរនាំហេតុផលទម្រាំតែគេស្ងប់អារម្មណ៍ហើយក៏បានឆ្លើយប្រាប់នាងថាគេយំនេះគឺដោយសារតែនឹកម្ដាយខ្លាំងពេកនាងក៏បានជាយាមលួងម្ដងហើយម្ដងទៀតឲ្យស្វាមីប្រញាប់ចូលដេកដោយសន្យាថាព្រឹកឡើងកាលណានឹងនាំគេទៅលេងម្ដាយតែរឹតតែនិយាយរឹតតែយំខ្លាំងឡើងយ៉ាងណាមិញរឿងរ៉ាវមួយនេះពិតជាធ្វើឲ្យមហាជនទាំងអាណិតទាំងអស់សំណើចហើយខាងប្រពន្ធក៏បានទម្លាយទៀតថាតាមពិតទៅប្តីរបស់នាងគេជាកូនតូលហើយស្រឡាញ់ឪពុកម្ដាយខ្លាំងដល់បានរៀបការបែកផ្ទះបែកសម្បែងបែបនេះហើយគេក៏អត់ទ្រាំមិនបានឡើយដែលនឹកឪពុកនឹកម្ដាយខ្លាំងជាពន់ពេកតែម្ដងបាទរឿងនេះមិនដឹងថាគួរឲ្យសើចឬក៏គួរឲ្យយំគួរឲ្យកំសត់យ៉ាងណានោះទេជាជនជាតិឥណ្ឌូនេស៊ីណែណោះមិនដឹងថាយំរៀបរាប់ហ្នឹងយំនឹកនោះមិនដឹងថានឹកលក្ខណៈកំសត់នឹកលក្ខណៈសប្បាយនោះទេប្រិយមិត្តសាបអេតកាសូមអរគុណ